Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំយកសាច់រឿងមួយសម្រាប់ស្ដាប់តែរឿងនេះដែលមានចំណងជឿថាលោកប្តីសម្លាញ់អញ្ចឹងមិនសិនជាមានក៏ចូលស្គាល់កន្លែងណាក៏ខ្ញុំសូមទោសដែរណាមុននឹងចូលទៅដល់សាច់រឿងអ្នកគ្នាកុំភ្លេចជួយ Subscribe និងសញ្ញារូបកណ្ដឹងដើម្បីមានវីដេអូថ្មីៗនិងតន់ចិត្តតោះកុំរងចាំពេល review តែយើងទស្សនាទាំងអស់គ្នាយើងក៏បានឃើញនឹងវេលាសំស្កាយមួយអញ្ចឹងណាហើយយើងក៏បានឃើញរឿងនេះដែលនេះដែរគឺជាទស្សនវិជ្ជាយើងនេះមានឈ្មោះថាមីងស៊ីវនាងពេលនោះក៏បានបើកភ្នែកមកតើខ្ញុំនៅទីណាហ្នឹងហានេះគឺជារបស់លាវយិនតាតើខ្ញុំនៅទីនេះបានយ៉ាងម៉េចតើកាលពីយប់មិញមានរឿងអ្វីទៅថ្ងៃនេះគឺជាខួបរបស់លោកលាវយិនទីនេះពិតជាមានមនុស្សច្រើនកកមែននោះគឺជាមីងស៊ីវតាសួស្តីលោកយិងជីវសួស្តីមីងស៊ីវតើឯងមកទេឬតើស្រាក្នុងដៃរបស់ឯងមិនផឹកទេហាក់ស្រាក្នុងដៃរបស់ខ្ញុំផឹកតានៅក្នុងចិត្តរបស់លោកលាវយិនតើយិងជីវគេហៅនាងមកឬមើលទៅតាមទឹកមុខរបស់លោកលាវយិនពិតជាមិនចូលចិត្តខ្ញុំទេឬតើគេស្អប់ខ្ញុំខ្លាំងមែនទេនៅពេលនោះយើងក៏បានឃើញជើងនារីម្នាក់ដើរចូលមកនាងមានឈ្មោះថាស៊ូជឺអើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាមិត្តស្រីរបស់លាវយិនរីករាយណាស់ដែលបានជួបអ្នកស្រីមើលទៅអ្នកស្រីពិតជាស្រស់ស្អាតមែននៅថ្ងៃនេះកុំកសើពេកអីខ្ញុំប្រហែលជាសប្បាយចិត្តហើយណាមើលទៅមីងស៊ីវតាពួកគេទាំងពីរក៏បានសម្លឹងមុខគ្នាហេគឺជាខ្ញុំតើអ្នកនាងគឺជាមិត្តស្រីរបស់លាវយិនមែនទេចានឹងហើយខ្ញុំគឺជាមិត្តស្រីរបស់លាវយិនតើការនៅវិទ្យាល័យឯងលួចស្រឡាញ់លាវយិនតាឲ្យខ្ញុំសុំទោសផងបើសិនជាបើលោកលាវយិនស្រឡាញ់ខ្ញុំហើយណាឲ្យខ្ញុំសុំទោសផងមែនទេបងលាវយិនជប់កុំអាយឈ្លោះគ្នាមើលនៅក្នុងពិធីជប់លៀងដល់ល្អបែបនេះពួកឯងឈ្លោះគ្នាទៅដូចជាមិនស័ក្តិសមទេមិនអីមិនស័ក្តិសមការនៅវិទ្យាល័យមីងសៀវគឺតែងតែលួចស្រឡាញ់នឹងលាវយិនសឹងអីហ្នឹងតើខ្ញុំនិយាយបែបនេះត្រូវទេអ្នកទាំងអស់គ្នាមិនអីទេបើឯងនិយាយបែបហ្នឹងណាក៏វាត្រឹមត្រូវដែរតែជប់និយាយពីរឿងនោះទៅខ្ញុំឥឡូវនេះក៏កាត់ចិត្តពីគាត់ដូចហើយដែរទៅអរខ្ញុំសុំទោសផងយើងកុំនិយាយវិញឆ្ងាយពេកតោះផឹកសាទាំងអស់គ្នាទៅចាអ្នកនាងតើនាងពិតជាដណ្ដើមលោកលាវយិនតើលោកលាវយិនពិតជាស្រឡាញ់នាងឬតើខ្ញុំគួរឲ្យសក់មែនទេនៅក្នុងកសែតភ្នែករបស់លាវយិនឈប់ទៅស៊ូជឺប៉ុណ្ណឹងបានហើយអូនសម្លាញ់តើអូនសម្លាញ់ទៅនិយាយជាមួយនាងធ្វើអីអូនគ្រាន់តែនិយាយលេងជាមួយនាងនោះទេបងកុំបារម្ភពេកអីអូនឈប់និយាយហើយណាពួកអ្នកទាំងអស់គ្នាក៏បានមើលទៅមីងសៀវរបស់យើងក្នុងក្រសែភ្នែកឬអាវអញ្ចឹងណាអ្នកទាំងអស់គ្នាពួកគេទាំងអស់គ្នាហ្នឹងមិនសូវជាខ្វាយខ្វល់ហ្នឹងមីងសៀវទេគឺខ្វាយខ្វល់តែសៀវជឺហ្នឹងឯណាគ្នានិយាយទៅមីសៀវជឺហ្នឹងគឺអ្នកបំបាក់ស្នេហាពួកគេទាំងពីរអញ្ចឹងណាទស្សនរបស់យើងនៅក្នុងចិត្តក៏បាននិយាយថា
ខ្ញុំគួរតែផឹកស្រាឲ្យបានច្រើនហើយទោះបីយើងក៏ដាក់ក្អកយកហ្មងអ្នកគ្នាមកកៅនឹងដាច់ផាំងយកហ្មងអូយសាខ្លាំងមែនតើទោះបីយើងនេះហើយក៏លេបដូចចឹងណាអ្នកគ្នាតើការប្រយុទ្ធមេងខ្ញុំមានរឿងបែបនេះឬពេលនោះក៏បើកគេចឹងណាពិតជាមានរឿងធំហើយប្រហែលជាមានរឿងធំធ្ងន់ធ្ងរខ្លាំងណាស់តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅនោះយើងក៏បានឃើញសក់នារីម្នាក់ចឹងណាហើយគេក៏បានមកពីមកអញ្ចឹងអ្នកគ្នារឿងរបស់យើងមានតែប៉ុណ្្នឹងទេចង់សូមអរគុណជម្រាបលាបាយបាយអ្នកទាំងអស់គ្នាចង់កុំភ្លេចទស្សនានៅវីដេអូក្រោយបាយបាយ